សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel Bandit GT តោះថ្ងៃនេះយើងមករៀនអំពី reset ទូរស័ព្ទរបស់ Vivo ទាំងអស់គ្នាដែលគេហៅថាឈូសគ្រឿងយើងចូល setting មកហើយបន្ទាប់មកយើងទៅរកពាក្យ like system ហើយបន្ទាប់មកយើងចូលកន្លែង reset option អញ្ចឹងយើងចុចលើ reset option ហ្នឹងមកហើយអ្នកនរគ្នាឃើញពាក្យខាងលើហ្នឹងទេដែលគេដាក់ថា reset Wi-Fi Bluetooth ហើយខាងក្រោមនេះគេដាក់ reset app អាយ៉ាច្រឡំដៃហើយបន្ទាប់មកយើងមើលមកលើខាងក្រោមនេះ reset all setting ហើយនឹងខាងក្រោមគេនេះយើងជ្រើសចូលខាងក្រោមគេមកហើយថ្មីចុចវាមកវានឹងចូលកន្លែងហ្នឹងហើយយើងដាក់ password របស់ទូរស័ព្ទបើមិនទេទូរស័ព្ទរបស់នេះអត់មាន password ក៏យើងមិនដែរដោយសារទូរស័ព្ទខ្ញុំមាន password អញ្ចឹងខ្ញុំត្រូវការបំពេញ password សិនពេលយើងបំពេញហើយយើងលេខពាក្យថារ៉ាស់ហ្នឹងមកក៏វាដំណើរការហើយយើងរងចាំវាប្រហែលជា5នាទីទៅ10នាទីតាមទូរស័ព្ទអ្នកនរគ្នាដើរលឿនឲ្យយូរដែរអញ្ចឹងយើងរងចាំវាសិនទៅវាកំពុងដំណើរការឥឡូវវាដំណើរការរួចរាល់ហើយយើងចុចតម្លើងវាតម្លើងគ្រឿងពិសាថ្មីដែលគេហៅថាតម្លើងថ្មីមកណាអញ្ចឹងអ្នកនរគ្នាអាចចុចតាមខ្ញុំបានហើយកន្លែងនេះយើងជ្រើសរើសយកទាំងអស់មកដើម្បីកូការបស់ក្រុមហ៊ុនទូរស័ព្ទយើងចុចជ្រើសវាទាំងអស់យើងចុចទាំងអស់សិនមកចាំយើងចុចពីបន្តទៀតអញ្ចឹងណាដើម្បីរៀបចំទូរស័ព្ទយើងឲ្យថ្មីដូចដើមវិញណាដោយសារថា data ចាស់ឬក៏នេះបើយើងចាស់ហ្នឹងយើង reset ចោលអស់ហើយអញ្ចឹងយើងរៀបចំវាថ្មីឡើងវិញហើយយើងចុចបន្តទៀតមកគឺវាទៅអ្នកនរគ្នាអាចមើលតាមនឹងបានព្រោះតែខ្ញុំធ្វើមួយទេសង្ឃឹមថាអ្នកនរគ្នាអាចនឹងចេះ reset ទាំងអស់គ្នាបើអ្នកនរគ្នាមានបញ្ហាចង្អល់ត្រង់ណាអាចចូល comment បានចាំខ្ញុំតប comment អ្នកនរគ្នាឥឡូវនេះយើងដល់កន្លែងនេះហើយយើងចុចវាចាប់ផ្ដើមបន្តទៀតមកគឺវាកំពុងតែដំណើរការយើងរងចាំវាសិនទៅហើយយើងចុចវាម្លងមកដើម្បីរងចាំយូរហើយយើងចុចវាបន្តទៀតមកហើយអ្នកនរគ្នាអាចមើលតាមខ្ញុំបានអ្នកនរគ្នាជ្រើសរើសយក template ទី1ទី2មកយើងចុចទៀតទៅក៏វាជោគជ័យហើយឥឡូវនេះគឺទូរស័ព្ទរបស់យើងថ្មីតែម្ដងអញ្ចឹងចាស់ហើយយើងបាន reset ចោលហើយគេហៅថាអារ៉ាស់អ្នកខ្លះហៅអារ៉ាស់អ្នកខ្លះហៅថាឈូសទូរស័ព្ទអីចឹងណាតាមអ្នកនរគ្នាដែលធ្លាប់ហៅអីចឹងតែវាដូចគ្នាទេគឺ data ចាស់គឺវាបាត់អស់ហើយដោយសារតែយើងបាន reset អស់ហើយឥឡូវនេះវាចេញ function មកថ្មីដោយសារតែអាចាស់របស់យើងគឺបាត់អស់ហើយយើងបាន reset អស់ហើយឥឡូវវាថ្មីអ្នកនរគ្នាយើងអាចចូលទៅមើល data បានពីមុនយើងប្រើ full តែឥឡូវយើងកំពុងតែចូលមើល data ទៅគឺឃើញថាវាបានឈូសចោលអស់ហើយឥឡូវឃើញ 17G ទេហើយ memory របស់វាគឺ 64G ឥឡូវវាអត់មានអីប្រើច្រើនទេព្រោះយើង reset វាចោលអស់ហើយយើងសល់តែ memory 17G ទេហើយវីដេអូហ្នឹងគឺប៉ុណ្្នឹងទេអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នាអាចចេះធ្វើទាំងអស់គ្នាហើយនឹងជួយ like ជួយ share វីដេអូរបស់ខ្ញុំផងអរគុណច្រើនចំពោះការទស្សនា